បាទខ្ញុំបានទទួលព័ត៌មានអំពីឡអូស្មန်ហ្នឹងពីតាមរយៈបុគ្គលិកអង្គការ LUS ដែលប្រចាំនៅភូមិយើងហ្នឹងនៅតំបន់ហ្នឹងណាហើយដល់ឃើញហើយខ្ញុំក៏មានការចាប់អារម្មណ៍ថាឡនេះវាមានសារៈសំខាន់ច្រើនក៏មកវិញជានំមួយគ្រួសារថាគួរតែយើងដាក់ឡនឹងមួយទៅក៏បានឯកភាពគ្នាថាដាក់ចឹងបាទឡស្មានបានជាខ្ញុំចង់បានឡហ្នឹងវាមួយដូចថាទៅស្រែអញ្ចឹងមកវិញបញ្ញាបញ្ញាមករកអស់ហើយជួនអីបកាត់ភ្លើងត្រូវភ្លៀងអីហ្នឹងបកាត់វាមិនឆេះទៀតនោះហើយដល់ពេលបានឡហ្នឹងខ្ញុំអាចថាមកគាត់បកាត់ភ្លើងឆេះហ្នឹងបាយនេះឆ្អិនបាត់ហើយដល់បានឡហ្នឹងវាលះការសំតាក់តងនឹងលុយដូចថាអត់បានទៅចូលអគុយវាអត់អស់លុយចឹងថាការនឹងវាអត់អស់អាចសំចៃធ្វើបានអីផ្សេងទៀតខ្ញុំតាំងពីបានធ្វើឡនឹងហើយដែលវាដូចថាវាក្អែឡើងចេញចឹងទៅខ្ញុំយកទៅស្រោចជាស្វាយនឹងជាត្រប់អីតំណាំចិត្តហ្នឹងចេះតែស្រោចទៅឲ្យបានយកទៅដាក់ស្រែខ្លះអ្នកភូមិផងលបងនៅចិត្តនេះដូចគ្នាថាឃើញឡធ្វើអញ្ចឹងដូចថាវាចំណេញផលប្រយោជន៍គ្នាចង់បានដែរតែដូចថាខ្លះគ្នាខ្វះថវិកាបើយល់ខ្ញុំឃើញបងប្អូនដែលមកមើលឡខ្ញុំនេះគឺចង់បានគ្រប់តែគ្នាគួរតែមានដែរ